កម្ពុជាមានសោតថេនិយមក្នុងការស្ដារទំនាក់ទំនងជាមួយថៃក្រោយការដោះលែងវីរៈកងទ័ព18រូបការដោះលែងទាហានកម្ពុជាទាំង18រូបនេះគឺជាជំហានវិជ្ជមានមួយដែលរួមចំណែកលើការកសាងទំនុកចិត្តនិងការជឿជាក់លើគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរនេះបើតាមសេចក្តីថ្លែងការណ៍ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី31ខែធ្នូដែលបានសង្កត់ធ្ងន់ដូចនេះថាកម្ពុជាជឿជាក់ថាការដោះលែងទាហានកម្ពុជា18រូបដែលទទួលបានការស្វាគមន៍យ៉ាងខ្លាំងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងទំនុកចិត្តការជឿជាក់ដាក់គ្នាទៅវិញទៅមកដែលបង្កើតបរិយាកាសឆ្ពោះទៅរកការស្ដារទំនាក់ទំនងជាប្រក្រតីនិងសន្តិភាពរវាងប្រទេសទាំងពីរឡើងវិញគូបញ្ជាក់ថាយោធាថៃបានចាប់ខ្លួនយោធាកម្ពុជា18រូបអស់រយៈពេល155ថ្ងៃមុនដោះលែងឲ្យមកមាតុភូមិវិញនៅថ្ងៃទី31ខែធ្នូឆ្នាំ2025តាមច្រកព្រំដែនអន្តរជាតិខេត្តបៃលិនក្រោមការសង្កេតយ៉ាងដិតដល់ដោយក្រុមសង្កេតការណ៍អាស៊ាននិងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមក្រសួងការបរទេសកម្ពុជាបន្តទៀតថាការដោះលែងវីរៈកងទ័ពទាំង18រូបគឺធ្វើឡើងស្របតាមសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃសេចក្តីថ្លែងការណ៍រួមនៃទីក្រុងឡាំពួរសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរនិងលទ្ធផលកិច្ចប្រជុំកម្ពុជាថៃចិននៅខេត្តយូណានជាមួយនឹងការសាទរមាតុភូមិនិវត្តន៍របស់វីរៈកងទ័ពក្រសួងការបរទេសក៏មិនភ្លេចថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ជាពិសេសគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមចំណោះការសម្របសម្រួលដែលធានាបាននឹងការវិលត្រឡប់ដោយជោគជ័យ